จีโดนនឹងចៅប្រុសបានឆ្លុះប្រកែកគ្នាថាទីបំផុតផ្ទះវេទមន្តបានចុះចាញ់នឹងសម្ពាធអវិជ្ជមានចាប់ផ្ដើមដួលរលំទានវេទមន្តពួកគេក៏ត្រូវបានដួលស្រីទី2ចង់ទៅមុខជួយសង្គ្រោះប៉ុន្តែវាបានបាត់បង់មន្តអាគមរបស់វានៅលើផ្ទះវេទមន្តក៏កំពុងដួលរលំដែរទៅមុខពួកគេបានឃើញមនុស្សគ្រប់គ្នាចេញពីផ្ទះសៀវមីបានឡើងលើដំបូលតែម្នាក់ឯងបន្ទាប់ពីទទួលបានទានហើយនៅពេលនេះវេទមន្តផ្ទះនោះបានដួលរលំទាំងស្រុងទានវេទមន្តត្រូវបានប្រើនៅទីបញ្ចប់វេទមន្តបានការពារឈែមីពេលធូលីដេសັດបាត់ទៅក្រមួនវេទមន្តក៏លីបាត់ទៅទានក៏រលត់ទៅក្នុងដៃរបស់ឈែមីដែរការផុតពូជសៀវមីខូចចិត្តយ៉ាងខ្លាំងបានមកតែម្នាក់ឯងនាងបានទៅយំនៅមាត់ទន្លេនៅពេលនោះជីដូនបានមកហើយចាប់ផ្ដើមរៀបរាប់រឿងរបស់គាត់ហើយរឿងរបស់ជីតាខ្ញុំការគាត់នៅក្មេងករណីគ្រួសាររបស់ពួកគេត្រូវបានគេប្លន់នៅពេលនោះត្រូវបានគេតាមប្រមាញ់ដើម្បីការពារក្រុមគ្រួសាររបស់គាត់ជីតាបានប្រឈមមុខនឹងវាតែម្នាក់ឯងចោលប្លន់ឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួនចាក់ចេញទៅជីដូនដែលខូចចិត្តគាត់បានបញ្ចេញមហាអំណាចមិនត្រឹមតែប៉ុណ្ណោះទេពួកគេបានសម្លាប់ចោលប្លន់ទាំងអស់ហើយថែមទាំងបាននាំយកក្មេងបានបង្កើតមន្តអាគមផ្ទះវេទមន្តគឺជារបស់ដ៏អស្ចារ្យរបស់យាយសមត្ថភាពមិនត្រូវបានផ្ដល់ដោយទានទេមន្តអាគមរបស់មនុស្សគ្រប់គ្នាមិនមែនមកពីជីដូនរបស់ពួកគេបានបង្កើតរឿងទាំងអស់នេះប៉ុន្តែតាមពេលវេលាកន្លងផុតទៅយាយភ្លេចបង្កើតមន្តអាគមភ្លេចកសាងវារឹងមាំការយកចិត្តទុកដាក់លើច្បាប់ខ្លាំងពេកធ្វើឲ្យសមាជិកគ្រួសារឃ្លាតឆ្ងាយពីគ្នាគឺជាសេចក្តីស្រឡាញ់ដែលនាំទៅរករឿងទាំងអស់នេះជីដូនបានដឹងពីកំហុសរបស់គាត់ក៏បានសុំទោសសៀវមួយមិនក៏យល់ពីទុក្ខលំបាករបស់ជីដូននាងដែរស្មោះបាននិយាយថាជីដូននឹងចៅប្រុសបានត្រឡប់មកប្រសើរណាស់ទោះបីជាពួកគេលែងមានមន្តអាគមពេញហើយក៏ដោយតែមានសមាជិកគ្រួសារនៅពេលនេះពួករបស់ពួកគេក៏បានមកទទួលពួកគេហើយយកពួកគេនិងកូនប្រុសអបគ្នាបន្ទាប់ពីច្រើនការអបគ្នាគឺស្និទ្ធស្នាលជាងការលើលោកតើវេទមន្តមានសារៈសំខាន់អ្វីខ្លះបើអត់គ្រួសារបន្ទាប់មកក្រុមគ្រួសារបានចាប់ផ្ដើមមកសាងឡើងវិញអ្នកភូមិក៏បានរស់នៅក្នុងផ្ទះរបស់ពួកគេដែរមកជួយគ្នាឆាប់នឹងមានរឿងថ្មីមួយទៀតផ្ទះថ្មីបានបញ្ចប់ហើយនៅពេលដែលសៀវមួយចាប់ផ្ដើមបើពេលនោះវេទមន្តមួយបានភ្លឺចែងចឹងហើយពន្លឺពណ៌មាសមួយបានលេចចេញមកគ្រប់ដណ្ដប់ផ្ទះទាំងមូលវេទមន្តផ្ទះនោះបានវិលមកគ្រប់មន្តអាគមរបស់វាវិញក្រុមគ្រួសារក៏ដឹងវេទមន្តរបស់សៀវមួយគឺវេទមន្តនៃធម្មពលនៃក្តីស្រឡាញ់សៀវមីបានទទួលមរតកពីខាងក្រៅមហាអំណាចរបស់យាយបានក្លាយជាម្ចាស់ផ្ទះថ្មីនៃផ្ទះវេទមន្តមានពេលខ្លះសេចក្តីស្រឡាញ់និងភាពក្លាហានក៏ជាប្រភេទមួយដែរទោះបីជាឆេមីមានជីវភាពមធ្យមប៉ុន្តែនាងបានប្រើប្រាស់ជីវិតផ្ទាល់ខ្លួនរបស់នាងកម្លាំងនិងភាពក្លាហានរបស់ពួកគេបានក្លាយជាគាត់គឺជាមនុស្សពិសេសបំផុតរឿងនេះអប់រំឲ្យយើងយកគ្នាធម្មពលឬវេទមន្តណាធំជាងខ្លាំងជាងក្តីស្រឡាញ់ទេសូមអរគុណដែលបានទន្សាណាដល់ចប់ចង់មើលរឿងអីជួយខមមិនមកណាជួយ follow ម្នាក់មួយផង